ជំងឺបងប្អូនសាច់ញាតិអ្នកជំងឺទាំងអស់មិនការទុកមិនសុខចិត្តនៅចំណុចផ្ទះគ្រូជឿននៅវត្តស្នោគ្រូចាត់ចាត់ឡោគុំកំពុងថ្មស្រុកទុកខេត្តកំពង់ធំឥឡូវនេះបងប្អូនទាំងអស់គ្នាការទុកមិនសុខចិត្តផងតែឥឡូវនេះខាងថ្នាក់ខេត្តគេថាក្រសួងមន្ទីរសុខាភិបាលឲ្យមកបិទកន្លែងលោកគ្រូហើយដោយសារតាលោកគ្រូគាត់ព្យាបាលជំងឺធ្ងន់ធ្ងរដូចជាមហារិចហើយជំងឺអីធ្ងន់ធ្ងរផ្សេងទៀតបាក់ដៃបាក់ជើងគាត់អត់យកលុយទេឥឡូវនេះមានអ្នកជំងឺច្រើនណាស់ដែលបានធូរស្បើយឥឡូវបងលោកពូមិននិយាយពីការមើលជំងឺរបស់លោកពូមើលខ្ញុំមើលជំងឺនេះពេទ្យគេថាស្លាកជើងបាទវាទៅសាយស្លាកជើងប៉ិនមើលជាពេទ្យចរិតរបស់ខ្ញុំចូលណាបាទចុងក្រោយគាត់ព្យាបាលជាមិនមិនខ្លាំងខ្ញុំចូលពេទ្យពេញចូលច្រើនហើយបាទតែអត់គ្រូណាឡោឲ្យព្យាបាលឥឡូវរកបានមួយថ្ងៃខ្ញុំមកបាន3ថ្ងៃនេះហើយធូរក៏មិនបានចាប់ថ្ងៃមុនដំបូងខ្ញុំធូរហើយលោកមិនចង់ចាញ់គេថាប៉ះសម្ប្រូស្បាតនំតឹងនំអស់ហ្នឹងខ្ញុំផឹកថ្នាំនេះទៅផឹកមួយថ្ងៃហ្នឹងខ្ញុំនំមកស្រួលធម្មតានេះបាទហើយមកខ្ញុំជឿមិនមកខ្ញុំរងមិនហើយទៅមិនមករលោកគ្រូអស់លុយគាត់យកលុយអត់លោកគ្រូណារកជូនគាត់តែ10000ទេបាទបាទគាត់ខ្លះ10000ខ្លះមានគ្រូនឹងយកខ្វះខាតគ្រូជួយទៀតបាទគ្រូសាទៅហ៊ានណាគ្រូសាទៅហ៊ានគាត់ជួយទៀតឥឡូវជាល្អណាស់តែបងប្អូនអរគ្នាឥឡូវព្យាបាលទៅវិញបាទហ្នឹងហើយការក្រសួងសុខាភិបាលគាត់មកអ្នកជំងឺគាត់ការទុកមិនសុខចិត្តទេតាក្រសួងសុខាភិបាលសូមក៏មកជាប់តបៅបាទសុំបិទក៏មកជាប់តបៅបាទឥឡូវអ្នកជំងឺគាត់លក្ខណៈថាគាត់ការទុកមិនសុខចិត្តទេបងប្អូនដោយសារតាការមកព្យាបាលនៅលោកគ្រូអត់អស់លុយទេឥឡូវនេះក្រសួងមន្ទីរថ្នាក់ខេត្តកំពង់ធំវិញខាងសុខាភិបាលគេចុះមកបិទលោកគ្រូឥឡូវបងប្អូនអរគ្នាជួយមើលបងប្អូនខ្ញុំឈឺរួមរស់គាត់គ្រាន់ហើយអញ្ចឹងអ៊ំមិនឲ្យគេបិទអត់ឲ្យបិទទេហេតុអីបានឲ្យបិទខ្ញុំអត់ឲ្យបិទខ្ញុំឈឺខ្ញុំមករកគាត់ទៅគ្រាន់ហើយអស់លុយអត់អស់ទេអស់10000នៅបិទខ្ញុំបងប្អូនអរគ្នាសូមក្រសួងសុខាភិបាលលោកជួយប្រជាជនយើងអត់ល្មិចអត់មានលុយមានតែ5000 10000អាចបងប្អូនយើងណាខ្ញុំសូមតែ1000រៀលដាក់ទន្លឹបក៏គាត់យកដែរគាត់ជំងឺជាពលរដ្ឋយើងទៅថ្ងៃគាត់សួរដល់ប្រជាពលរដ្ឋយើងដែរគាត់ព្យាបាលហ្នឹងហើយមកពីពេទ្យការ៉ាមែលហ្នឹងអស់ឡើងចេះតែឲ្យអត់ជាសល់ពីខ្មោច10000នេះបាទមានន័យថាពេទ្យអស់សង្ឃឹមបញ្ជូនឲ្យត្រឡប់ទៅផ្ទះទៅ10000នេះផ្ទះហើយណា10000នេះទៅវិជាបាទមើលវិជាទៅផ្ទះនេះទៅផ្ទះសែកហើយវិជាហើយនេះអញ្ចឹងហ៎ចានេះផឹកអីនេះឆ្នាំមកបងប្អូនបានថ្ងៃហើយចាបាន3យប់ហើយ4យប់ហើយបាទចាដល់នេះទៅវិជាទៅបាត់ទេអត់ឲ្យបាត់សមអត់ទេប្រពន្ធខ្ញុំសួរនេះសួរយាយទៅមើលនេះគាត់គិតនេះមកប៉ោពោះត្រេកយកពេទ្យកាលម៉ៃតែមើលអស់រាប់មើលហើយបាទអត់ជាទេដល់ពេលមកគាត់នេះដេកលក់បានបបបានសុំទីថ្ងៃសុំបិទថ្ងៃ Facebook គេចាប់បាទវាបានបបឥឡូវនេះបងប្អូនអរគ្នាបងប្អូនអ្នកជំងឺទាំងអស់គ្នាហាក់ដូចជាកើតទុកមិនសុខចិត្តទេដោយសារតែលោកគ្រូដែលគេរហស្សនាមឲ្យតែគ្រូទេវតានៅភូមិស្នោបានចិត្តវត្តស្នោនៅភូមិស្នោឃុំកំពង់ថ្មស្រុកទុកខេត្តកំពង់ធំហ្នឹងលោកគ្រូគឺជាគ្រូដ៏ពូកែស័ក្តិសិទ្ធិក្នុងការព្យាបាលអ្នកជំងឺទូទៅដូចជាដល់ថ្នាក់មហារិចប្រពន្ធខ្ញុំក៏គាត់មើលទៅជាដោយសារតែលោកគ្រូដែរឥឡូវនេះបងប្អូនយើងមិនងាយមានគ្រូល្អគេបានឲ្យលោកគ្រូគាត់យកលុយយកបិទហើយបិទកន្លែងគាត់ដោយសារតែមិនដឹងថាមិនទេគេមិញបើតាមខ្ញុំទូអ្នកជំនាញមិញគេថាលោកគ្រូអត់មានសញ្ញាបត្រអត់មានសញ្ញាបត្រអីទេអញ្ចឹងគាត់អត់មានសមត្ថភាពក្នុងការមើលទេប៉ុន្តែបើតាមអ្នកជំងឺទាំងអស់នៅទីនេះគាត់បានធូរស្បើយហើយអ្នកខ្លះមានតែ1000រៀលក៏អាចមកលោកគ្រូហើយអត់មានព្រួយទៅទៀតក៏លោកគ្រូឲ្យទៀតបាទគាត់ហៅថាគ្រូទេវតាតែម្ដងឥឡូវនេះពិតជាសោកស្ដាយមែនទែនដែលក្រសួងបិទបាទមិនងាយមានបងប្អូនយើងបាទសាសម័យគិតមើលបងប្អូនបាទខ្ញុំអើយលោកអើយបានអើយមើលចៅខ្ញុំមកព្រាស៊ីមរៀកទៅមិញគេខ្ញុំមកនេះដែរខ្ញុំបានតាមដល់គុណគេអត់មើលឥឡូវខ្ញុំមកជួមើលមកលោកគ្រូនេះឯងណាបញ្ជូនគេបែកគេបញ្ជូនឲ្យទៅផ្ទះណាគេអស់ជ្រឹះរើសហើយគេឲ្យមកផ្ទះក៏ខ្ញុំលឺសូរល្បីក៏ខ្ញុំមកយកចៅខ្ញុំមកលោកគ្រូនេះឯងមកគ្រូតិចនៅ
បានធូរគ្រឿនតិចហើយ ចឹងចាបាយតែគេឲ្យបិទនៅលើបាទអ៊ំ អត់ទេបិទមិនបានទេឲ្យគិតបន្តទៀតទៅណាឲ្យគឺសុំឲ្យគ្រូលោកគ្រូបន្តទៀតទៅក៏មកបិទឲ្យសោះ ចេញវា ចូលបងស្រីមើលដែរបងបង មើលជំងឺបងប្អូនជាពលរដ្ឋទៅចេញញ៉ាំមកកន្លែងគាត់នេះបាត់3ថ្ងៃគ្រូហើយនៅផ្ទះហូបបាយហូបអីអត់ទេចុករហូតចុករកពេលដេកអត់បានទេដល់ឥឡូវមកគាត់បាន3ថ្ងៃនេះធូរគ្រាន់ខ្លាំងហ្មងចាបិទរៃខ្ញុំនៅក្រោយ បាទហើយចូលបងឥឡូវប្រពន្ធមិនអីបង បាទពួកខ្ញុំមានធូរហើយប៉ុន្តែថាវាមានពីនៅខ្សោយ ចៅ បាទអញ្ចឹងគ្រូគាត់ពិតជាផ្កាយមែនហើយនេះពីព្រោះតបៅវិញគឺក្រៀមល្អបាទ ចូលបើសិនគេបិទបងមិនដែរគិតមិនដែរឲ្យគេបិទអត់ ទេមិនឲ្យបិទទេបិទមិនបានរូបប៉ែតគេមិនមើលផង គេបោះចោលណា គេបោះចោលហើយគេរុញមកចេញហើយ អញ្ចឹងមានន័យថាសិតតែសំណល់សល់ពីប៉ែតអញ្ចឹង បាទសិតតែសំណល់ហើយសិតតែអស់ជម្រើសហើយមកទីនេះហើយបិទបានទេ